ហើយថ្ងៃនេះយើងនឹងបន្តនៅក្នុងវគ្គទី2នៃសិក្ខាទី11ក្នុងស៊េរីប្រវត្តិសាស្ត្រនៃការប្រលួសព្រះវិហារនិងពងសាវតាដែលបានញែកចេញរបស់អ្នកដែលត្រឡប់មកវិញហើយចំណងជើងសម្រាប់ថ្ងៃនេះគឺព្រះវិហាររបស់សាឡូមោនហើយ Elder បានអានអត្ថបទសំខាន់នៅក្នុង2ពងសាវតា2សាមូអែលចំពុក7ខ1ដល់ខ17អំពីរបៀបដែលដាវីតមានបំណងប្រាថ្នាក្នុងចិត្តរបស់គាត់ក្នុងការដែលសាងសង់ដំណាក់សម្រាប់ព្រះអង្គហើយគាត់មិនទាន់បានសាងសង់វានៅឡើយទេគាត់គ្រាន់តែមានចិត្តតែប៉ុណ្ណោះហើយព្រះអង្គទ្រង់មានប្រាថ្នារីករាយសប្បាយយ៉ាងខ្លាំងចំពោះចិត្តរបស់ស្ដេចដាវីតដែលទ្រង់បានប្រទានពរទាំងអស់នៅក្នុងអត្ថបទនេះហើយខ្ញុំអធិដ្ឋានដោយស្មោះអបិចិត្តថាអ្នកនិងខ្ញុំនឹងទទួលបានព្រះពរទាំងនេះសម្រាប់ព្រះវិហាររបស់យើងសម្រាប់ក្រុមគ្រួសាររបស់អ្នកហើយសម្រាប់ក្រុមគ្រួសារយើងទាំងអស់គ្នាដែលជាលក្ខណៈបុគ្គលទី1នេះត្រូវបានចាត់ទុកថាព្រះវិហាររបស់សុទ្ធដំបូងពីព្រោះមុនពេលនេះគឺជារោងរបស់សុទ្ធដែលយើងបាននិយាយអង្គការពីសប្តាហ៍មុនហើយពីរោងរបស់សុទ្ធដែលអាចចល័តបានតែដូចជាត្រសាលនៅក្នុងទីរហោស្ថានសូម្បីតែបន្ទាប់ពីពួកគេបានចូលទៅក្នុងទឹកដីកាណានក៏ដោយវាស្ថិតនៅក្នុងរោងរបស់សុទ្ធរហូតដល់ដាវីតបានមកបន្ទាប់ពីស្ដេចសូលរហូតដល់ខ្ញុំរស់នៅក្នុងឈើតាត្រាវដ៏ស្រស់ស្អាតនេះអ្នកដឹងទេថាឈើតាត្រាវមានតម្លៃប៉ុណ្ណាឈើតាត្រាវនេះប៉ុន្តែព្រះគង់នៅក្នុងតង់នេះខ្ញុំចង់សាងសង់ដំណាក់មួយសម្រាប់ទ្រង់ហើយខ្ញុំជឿថានោះមិនមែនគ្រាន់តែជាគំនិតសាងសង់អគារដ៏ស្រស់ស្អាតរបស់ទ្រង់អគារដ៏ស្រស់ស្អាតរបស់ទ្រង់រស់នៅនោះទេប៉ុន្តែគឺជាដួងចិត្តនៃការប្រលួសយើងបាននិយាយអំពីសួនច្បារអេដែនរោងរបស់សុទ្ធហើយវាជាដំណាក់របស់ព្រះនៅលើផែនដីនេះជាកន្លែងដែលព្រះអង្គទ្រង់អាចគង់នៅបានវាដូចជាការស្ដារសួនច្បារអេដែនឡើងវិញដែលដាវីតចង់បំពេញហើយខ្ញុំជឿថានោះជាដួងចិត្តដែលព្រះស្រឡាញ់និងព្រះប្រទានពរយ៉ាងខ្លាំងដូច្នេះសូមឲ្យយើងក៏មានដួងចិត្តបែបនេះដែរហើយដូច្នេះនេះគឺជាព្រះវិហារបរិសុទ្ធដំបូងដែលរៀបចំដោយស្ដេចដាវីតប៉ុន្តែព្រះមានព្រះបន្ទូលថាដាវីតអ្នកបានបង្ហូរឈាមច្រើនពេកដោយដៃរបស់អ្នកគឺជាអ្នកចម្បាំងអ្នកបានប្រយុទ្ធនៅក្នុងសមរភូមិដូច្នេះខ្ញុំចង់ឲ្យកូនប្រុសរបស់អ្នកសាងសង់ព្រះវិហារបរិសុទ្ធមួយហើយខ្ញុំនឹងហើយប្រសិនបើខ្ញុំជាដាវីតខ្ញុំនឹងខកចិត្តយ៉ាងខ្លាំងខ្ញុំនឹងនិយាយថាមិនអីទេភ្លេចវាចោលទៅខ្ញុំចង់សាងសង់ដំណាក់ដ៏ស្រស់ស្អាតមួយឲ្យទ្រង់ប៉ុន្តែព្រះអង្គទ្រង់មិនចង់ឲ្យខ្ញុំសាងសង់វាឲ្យទ្រង់ទេភ្លេចវាចោលទៅប៉ុន្តែដាវីតមិនបាននិយាយថាភ្លេចវាចោលទេដាវីតបានរៀបចំសម្ភារៈគ្រប់យ៉ាងលួចកាក់ទាំងអស់និងសូម្បីតែប្រព័ន្ធដែលព្រះវិហារបរិសុទ្ធរបស់សាឡូមោនត្រូវការហើយបានរៀបចំអ្វីៗគ្រប់យ៉ាងពេញលេញបានរៀបចំរួចរាល់ដូចជាព្រះវិហារបរិសុទ្ធអាចត្រូវបានសាងសង់ដោយគ្មានការលំបាកណាមួយឡើយស្របទៅតាមព្រះហត្ថីរបស់ព្រះអង្គសាមញ៉ាលទី2ជាឯកសារយោងសាមញ៉ាលទី2 6-17សាមញ៉ាលទី2ចំពោះ7ខ1ដល់ខ3យើងបានអានផ្នែកមួយនៃរឿងនោះនិងមួយរបស់សត្វ22 8-10របស់សត្វ1 28 3ដូច្នេះទោះបីជាលោកមិនត្រូវបានអនុញ្ញាតឲ្យសាងសង់ព្រះវិហារបរិសុទ្ធក៏ដោយលោកបានរៀបចំអ្វីគ្រប់យ៉ាងមួយរបស់សត្វ22 2 5 29ខ2ដល់ខ5ផងដែរហើយចុងក្រោយសាឡូមោនជាបុត្រារបស់ទ្រង់ជាអ្នកបញ្ចប់សាឡូមោនបានសាងសង់ព្រះវិហាររបស់ព្រះអង្គដ៏អស្ចារ្យនិងស្រស់ស្អាតដោយដែលដាវីតបានរៀបចំនិងអធិដ្ឋានហើយការសាងសង់ព្រះវិហារនេះបានកើតឡើងចាប់តាំងពីឆ្នាំទី4នៃរាជកាលសាឡូមោនស្របទៅតាម1ពងសាវតាចំពុក6ខ1សូមឲ្យខ្ញុំអានវាសម្រាប់អ្នក1ពងសាវតា6 1គ្រាក្រោយដែលពួកកូនចៅអ៊ីស្រាអែលបានចេញពីក្រុងអេស៊ីបមកបាន488ឆ្នាំហើយគឺនៅក្នុងឆ្នាំទី4ដែលសាឡូមោនបានសោយរាជ្យលើគឺឆ្នាំទី4ដែលស្ដេចសាឡូមោនសោយរាជ្យលើសាសអ៊ីស្រាអែលនៅក្នុងខែពិសាខជាខែទី2នោះសាឡូមោនបានចាត់តាំងស្អាងព្រះវិហារនៃព្រះវ៉ា
ដូច្នេះទ្រង់បានចាប់ផ្ដើមសាសងព្រះវិហាររបស់ព្រះអង្គម្ចាស់ក្នុងឆ្នាំទី4នៃរាជការរបស់ទ្រង់ដែលជាខែពិសាខជាខែទី2វាត្រូវចំណាយពេលប៉ុន្មានចូលយើងអានខ37និង38មួយពងសាវតាជំពូក6ខ37ដល់38ឆ្នាំទី4ខែពិសាខនោះគេបានដាក់ចុះជើងជញ្ជាំងព្រះវិហារនៃព្រះវររួចដល់ឆ្នាំទី11ខែកដិកដែលជាខែទី8គេបានស្អាងព្រះវិហាររួចជាស្រេចសពគ្រប់តាមផែនការតាមផែនទីគ្រប់ដូច្នេះទ្រង់ស្អាងព្រះវិហារអស់រយៈពេល7ឆ្នាំទៅបានហើយប្រសិនបើអ្នកគ្រាន់តែកណនាពីឆ្នាំទី4ខែទី2ដល់ឆ្នាំទី11ខែទី8តើអ្នកអាចដកពេលវេលាសាមញ្ញបានទេអ្នកត្រូវការជំនួយទេឆ្នាំទី11ខែទី4ដូច្នេះ11ដល់4តើត្រូវចំណាយពេលប្រហែលឆ្នាំ7ឆ្នាំខែទី4ដល់ខែទី2ខែទី8ដល់ខែទី2ត្រូវចំណាយពេលប្រហែលខែ6ខែដូច្នេះសូមដាក់វារួមចូលគ្នា7ឆ្នាំនិង6ខែទោះជាយ៉ាងណាក៏ដោយយើងបានរៀនប៉ុន្តែយើងគិតថាយើងទាំងអស់គ្នាត្រូវការពិនិត្យឡើងវិញខ្លះយើងបានរៀននៅក្នុងសៀវភៅទី4នៅក្នុងប្រវត្តិសាស្ត្រនៃស៊េរីនេះថាមិនមែន7ឆ្នាំនិង7ឆ្នាំ1ខែទេ6ខែទេប្រសិនបើវាត្រូវចំណាយពេល7ឆ្នាំនិង6ខែវាគួរតែនិយាយតាមវិធីសាស្ត្ររាប់ព្រះគម្ពីរពីព្រោះនៅក្នុងព្រះគម្ពីរបានបង្កត់ពេលវេលាទាំងអស់វាគួរតែនិយាយថាគាត់មិនបានចំណាយពេល7ឆ្នាំនៅក្នុងការសាងសង់ព្រះវិហារនោះទេដូច្នេះវាមិនសមហេតុផលនោះទេប៉ុន្តែយើងបានដឹងថានគរភាគខាងត្បូងភាគច្រើនជានគរខាងត្បូងគឺយូដាបានរាប់ឆ្នាំរាជការឆ្នាំនៃរាជការរបស់ស្ដេចយោងទៅតាមប្រតិទិននៃស៊ីវិលដែលបានចាប់ផ្ដើមនៅខែទី7ដូច្នេះវាដំណើរការដូចនេះខ្ញុំអាចបង្ហាញអ្នកនៅលើអេក្រង់តាយល់ព្រមអ្នកឃើញទេឆ្នាំទី4ដល់ឆ្នាំទី11ប៉ុន្តែឆ្នាំនៃការរាប់រាជការរបស់ស្ដេចចាប់តាំងពីខែទី7ហៅថា Timsri ដើម្បីងាយស្រួលយល់សម្រាប់អ្នកទាំងឡាយណាដែលយល់មិនមានមនុស្សច្រើនមកពីសហរដ្ឋអាមេរិកនៅទីនេះទេនៅសហរដ្ឋអាមេរិកឆមាសសិក្សាចាប់ផ្ដើមពីខែកញ្ញាឆមាសទី1គឺក្នុងខែកញ្ញាចាប់ផ្ដើមពីខែកញ្ញាដូច្នេះនៅពេលអ្នកនិយាយអំពីឆ្នាំសិក្សាចាប់ផ្ដើមពីខែកញ្ញាដល់ខែមិថុនាឬខែកញ្ញាដល់ខែកញ្ញាខ្ញុំគិតថាប្រហែលជាវាមិនមែនជាជំនួយធំសម្រាប់អ្នករាល់គ្នាទេប៉ុន្តែគេហៅថាវាជាឆ្នាំសិក្សាដូច្នេះនៅពេលអ្នកនិយាយអំពីឆ្នាំសិក្សាអ្នកគិតចាប់ផ្ដើមពីខែកញ្ញានៅក្នុងព្រះគម្ពីរហេព្រើរនៅក្នុងប្រតិទិនជនជាតិយូដានៅពេលគេគណនាឆ្នាំរាជការរបស់ស្ដេចជាពិសេសនៅទីនេះអំពីឆ្នាំរបស់សាឡូមោនឆ្នាំទី4របស់ទ្រង់បានចាប់ផ្ដើមពីខែទី3ដែលជាខែដំបូងមែនទេវានឹងដូចជាខែ7 8 9 10 11និង12មួយនេះជាលេខ12អាក្រក់1 2 3 4 5 6និង7អ្នកយល់ទេខ្ញុំឃើញតែ3ប៉ុណ្ណោះអ្នកយល់ទេអ្នកមិនយល់ទេអ្នកអាចមើល YouTube នៅពេលក្រោយខ្ញុំត្រូវបន្តទៅមុខទៀតគាត់បានចាប់ផ្ដើមសាងសង់នៅក្នុងខែពិសាខដែលជាខែទី2ដូច្នេះតើខែទី2នៅឯណាយកព្រមនេះជាខែទី2ទី8ទី9ទី10ទី11ទី12ទី1ទី2 3 4 5 6និង7ប្រតិទិនទី7ទៅដូច្នេះខែទី2នឹងនៅទីនេះយកព្រមហើយនោះជាខែពិសាខនៅទីនេះយកព្រមដូច្នេះគាត់បានចាប់ផ្ដើមនៅទីនេះហើយបន្ទាប់មកគាត់បានបញ្ចប់នៅខែទី11ឆ្នាំទី11ក្នុងខែបុលដែលជាខែទី8ដូច្នេះយើងគិតថាខែទី8នឹងលើសពីទីសញ្ញាពាក់កណ្ដាលប៉ុន្តែដោយសារតែប្រតិទិននេះចាប់ផ្ដើមដោយខែទី7ខែទី8គឺនៅជាប់នឹងខែទី7ដូច្នេះត្រីស្រីនៅទីនេះគឺនេះជាពេលដែលឆ្នាំទី11ចាប់ផ្ដើមបូនឹងជានេះមិនមែនជាសមាមាត្រទេព្រោះខ្ញុំសរសេរអក្សរ M មួយនៅទីនោះបូនឹងខែ1នៅទីនេះដែលគាត់ចំណាយពេលនឹង5ខែនៅទីនេះយល់ទេដូច្នេះចូលសូមធ្វើការកណនាអូខេប៉ុន្តែពី1 2 3 4 5 6ឆ្នាំនឹង
1 ខែនិង5និងខែនិង5ខែ6ឆ្នាំនិង6ខែនេះជារបៀបដែលអ្នកកណនីភាសាហេប្រឺជាពិសេសឆ្នាំរបស់រាជការស្ដេចខាងត្បូងហើយបានជាត្រូវឆ្លងកាត់រឿងទាំងអស់នេះខ្ញុំមិនមែននិយាយអំពីរឿងទាំងនេះនៅថ្ងៃនេះទេប៉ុន្តែជាការពិតវាត្រូវបានចំណាយពេល7ឆ្នាំក្នុងការសាងសង់វាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងប្រវត្តិសាស្ត្រនៃការប្រោះលោះហើយយើងនឹងគិតអំពីរឿងនេះបន្ថែមទៀតនៅពេលក្រោយហើយយើងនឹងគិតអំពីរឿងនេះបន្ថែមទៀតនៅពេលក្រោយប៉ុន្តែឥឡូវនេះយើងនឹងបានធ្វើការណែនាំរួចហើយនេះគឺជាការណែនាំដោយវិធីនេះយើងនឹងថាអ្នកណាបានសាងសង់វាអ្នកណារៀបចំវាហើយបានជាគាត់រៀបចំនឹងរយៈពេលប៉ុន្មានដែលត្រូវបានចំណាយពេលដូច្នេះឥឡូវនេះយើងនឹងត្រឡប់ទៅខ្លឹមសារនៃសិភៅវិញអ្នកគិតអំពីផ្នែកសំខាន់ទាំង4ចងចាំផ្នែកសំខាន់ទាំង4ជាមួយនឹងរងរបស់សិទ្ធិការពិសេសផ្ដាំមុនមនុស្សដែលបានជ្រើសរើសខ្ញុំចង់មានន័យថាកន្លែងដែលបានជ្រើសរើសមែនទេវត្តមានរបស់ព្រះសង្ឃនិងលំវាយប្រភេទ4ក្នុងការដែលបញ្យល់អំពីព្រះវិហារនីមួយៗដូច្នេះតើវានៅកន្លែងដែលបានជ្រើសរើសទេនេះគឺជាវិហាររបស់សាឡូមោនព្រះវិហាររបស់សាឡូមោនត្រូវបានសាងសង់នៅកន្លែងដែលព្រះអង្គទ្រង់បានជ្រើសរើសនិងបង្ហាញវាដល់ដាវីតនិងសាឡូមោនជាពិសេសហើយបានប្រាប់ពួកគេអំពីកន្លែងដែលត្រូវសាងសង់ព្រះវិហារនេះដែលជាដំណាក់របស់ព្រះអង្គពីរបាសាត់ 7:16 ព្រះអង្គចាស់មាន5ទូលថាត្បិតឥឡូវនេះអញបានរើសព្រះវិហារនេះហើយបានញែកចេញជាបរិសុទ្ធដើម្បីឲ្យឈ្មោះអញបានតាំងនៅទីនេះជាដរាបទៅឯភ្នែកនិងចិត្តអញក៏នឹងនៅទីនេះជានិច្ចហើយបន្ទាប់មកមុននេះខទីចំពុកទី3ខ1ពីរបាសាត់ 3:1 ទ្រង់មាន5ទូលថារួចមកសាឡូមោនទ្រង់បានចាប់តាំងស្អាងព្រះវិហារនៃព្រះវ៉ានៅលើភ្នំម៉ូរីយ៉ានៅក្នុងក្រុងយេរូសាឡឹមត្រង់កន្លែងដែលព្រះវ៉ាទ្រង់បានលេចមកឲ្យដាវីតព្រះបិតាទ្រង់ជាកន្លែងដាវីតបានតម្រូវទុកនៅទីលានស្រូវរបស់អរ៉ាណាជាសាសយេប៊ូនេះបានផ្ដល់នៅឯកសារយោងទៅលើព្រឹត្តិការណ៍2ឬមនុស្ស2នាក់ដែលតាក់ទងទៅនៅកន្លែងនេះតើពួកគេនៅឯណាភ្នំម៉ូរីយ៉ាអាប់រ៉ាហាំនេះជាកន្លែងដែលអាប់រ៉ាហាំបានគោរពតាមព្រះអម្ចាស់ក្នុងការដែលថ្វាយអ៊ីសាក់នេះជាកន្លែងដែលជំនឿរបស់អាប់រ៉ាហាំត្រូវបានទទួលស្គាល់ដោយព្រះអម្ចាស់ដូច្នេះកន្លែងដែលជំនឿអាប់រ៉ាហាំហើយបន្តមកបាននិយាយអំពីទីលានស្រូវរបស់អរ៉ាណាដែលជាសាសយេប៊ូជាកន្លែងដែលឈ្មោះរបស់ស្ដេចដាវីតត្រូវបានលើកឡើងតើមានអ្វីកើតឡើងនៅទីនេះមានពេលមួយស្ដេចដាវីតមិនស្ដាប់បង្គាប់ដោយរាប់កងទ័ពទ្រង់ជាជាងទុកចិត្តលើព្រះអង្គហើយអធិដ្ឋានដល់ព្រះហើយចេញទៅធ្វើសង្គ្រាមជាធម្មតាទ្រង់នឹងនិយាយថាព្រះអង្គអើយទ្រង់នឹងអធិដ្ឋានព្រះអង្គអើយតើគួរខ្ញុំចេញទៅធ្វើសង្គ្រាមទេព្រះអង្គទ្រង់នឹងមានបន្ទូលថាខ្ញុំនឹងប្រទានជ័យជំនះដល់អ្នកខ្ញុំនឹងប្រគល់សត្រូវរបស់អ្នកនៅក្នុងកំណត់ដៃរបស់អ្នកចូលទៅប៉ុន្តែលើកនេះជំនួសឲ្យការទូលសូមប្រំស្ដេចដាវីតកំពុងរាប់ដូចតែយើងរាប់លុយរបស់យើងឬក៏ថវិការបស់យើងថាតើគាត់មានមនុស្សប៉ុន្មានអ្នកនៅក្នុងកងទ័ពរបស់គាត់ហើយសួរខ្លួនឯងនិងបបិសោតរបស់គាត់តើខ្ញុំអាចយកឈ្នះសមរភូមិនេះបានទេជាជាងពឹងផ្អែកទៅលើព្រះជាលទ្ធផលស្ដេចដាវីតពឹងផ្អែកទៅលើមនុស្សនិងធនធានផ្ទាល់របស់គាត់ព្រះអង្គទ្រង់បានដាក់ទណ្ឌកម្មគាត់ហើយបានណែនាំស្ដេចដាវីតឲ្យប្រែចិត្តដោយដំឡើងដាសនៈមួយនៅទីនេះនៅកន្លែងដែលព្រះបានប្រាប់គាត់នៅពេលដែលស្ដេចដាវីតកំពុងតែធ្វើវាគាត់មិនដឹងថានេះជាកន្លែងដែលអាប់រ៉ាហាំបានថ្វាយអ៊ីសាក់នោះទេប៉ុន្តែព្រះអង្គទ្រង់បានចង់ឲ្យគាត់ត្រឡប់មកកន្លែងនេះស្ដេចជំនឿវិញត្រូវទេការប្រែចិត្តរបស់យើងគឺជាព្រះអង្គទ្រង់នាំយើងត្រឡប់ទៅកន្លែងនៃស្ដេចជំនឿវិញត្រូវទេដូច្នេះកន្លែងគឺជាគ្រឹះនៃព្រះវិហារបរិសុទ្ធគឺជាជំនឿរបស់អាប់រ៉ាហាំនិងការប្រែចិត្តរបស់ដាវីតសូមឲ្យព្រះវិហាររបស់ព្រះអង្គដំណាក់របស់ព្រះអង្គត្រូវបានសាងសង់ឡើងសូមឲ្យព្រះវិហារស៊ីយ៉ូនត្រូវបានសាងសង់ឡើងដោយផ្អែកទៅលើជំនឿរបស់អាប់រ៉ាហាំនិងការប្រែចិត្តរបស់ដាវីតតាមរយៈសាវកប៉ូលនៅក្នុងកូរិនថូទី1ព្រះអង្គចាំបានប្រាប់យើងថាយើងជាព្រះវិហាររបស់ព្រះរូបកាយរបស់អ្នកគឺជាព្រះវិហាររបស់ព្រះអង្គហើយសូមឲ្យព្រះវិហាររបស់យើងត្រូវបានបង្កើតឡើងដាក់នៅលើជំនឿរបស់អាប់រ៉ាហាំនិងការប្រែចិត្តរបស់ដាវីតរាល់ការថ្វាយបង្គំត្រូវតែមានគ្រឹះនេះរាល់ពេលដែលយើងបម្រើព្រះអង្គត្រូវតែមានគ្រឹះនោះមិនដូច្នេះទេវាមិនមែនជាព្រះវិហាររបស់ព្រះអង្គទេវាគឺជាអាគាររបស់មនុស្សហើយដូច្នេះព្រះជាម្ចាស់អើយវាមិនអស្ចារ្យទេឬព្រះអង្គបានប្រាប់អាប់រ៉ាហាំឲ្យទៅលើភ្នំមួយនៅម៉ូរីយ៉ាហើយបូជាកូនប្រុសរបស់អ្នក
អាប់រ៉ាហាំមិនដឹងថាគាត់កំពុងតែធ្វើអ្វីទេប៉ុន្តែគាត់បានគោរពតាមអ៊ីសាបានក្លាយទៅជាការព្យាករណ៍មួយដែលជាប្រភេទនៃយ៉ាញ់បូជារបស់ព្រះយេស៊ូវហើយកន្លែងនោះបានក្លាយជាកន្លែងសម្រាប់ព្រះវិហារបរិសុទ្ធនៅពេលអនាគតតើអាប់រ៉ាហាំដឹងទេមិនទេដូច្នេះនៅពេលដែលព្រះអង្គម្ចាស់ប្រាប់យើងឲ្យគោរពតាមទោះបីជាយើងមិនយល់ទោះបីជាយើងមិនដឹងក៏ដោយព្រះជាម្ចាស់មានផែនការធំធេងហើយបន្តមកព្រះជាម្ចាស់ប្រាប់ឲ្យដេវីតឲ្យថ្វាយយ៉ាញ់បូជាដល់គាត់នៅទីនេះជាយ៉ាញ់បូជានៃការប្រាចិត្តទៅហើយដេវីតមិននឹងជាកន្លែងនេះជាប្រភេទអ្វីទេព្រះអង្គប៉ុន្តែព្រះជាម្ចាស់ចងចាំកន្លែងនោះមើលចុះនៅពេលដែលអ្នកធ្វើអ្វីមួយសម្រាប់ព្រះជាម្ចាស់នៅពេលដែលអ្នកគោរពតាមនៅពេលដែលអ្នកបង្ហាញជំនឿរបស់អ្នកព្រះជាម្ចាស់ចងចាំព្រឹត្តិការណ៍នោះទោះបីយើងភ្លេចក៏ដោយដូច្នេះព្រះជាម្ចាស់ចងចាំហើយក្រោយមកព្រះជាម្ចាស់ប្រាប់មានបន្ទូលទៅកាន់ដាវីតនិងសាឡូមោនថាចូលសាងសង់ព្រះវិហាររបស់ខ្ញុំនៅទីនេះគ្មាននរណាម្នាក់ដឹងទេប៉ុន្តែពួកគេមិនមានលេខកូដតាមរយៈកម្ពស់និងតាមរយៈបណ្ដោយ GPS ខ្សែឬក៏អ្វីក៏ដោយពួកគេមិនមានអាសយដ្ឋាននៅទីនេះទេមានតែព្រះជាម្ចាស់ទេដែលចងចាំមើលចុះព្រះជាម្ចាស់ចងចាំថ្ងៃព្រះអង្គទ្រង់ចងចាំទីកន្លែងនានាព្រះអង្គទ្រង់ចងចាំរាជរបស់ទ្រង់ហើយរបស់ទាំងអស់នេះជាមកជាមួយគ្នាដើម្បីក្លាយទៅជាព្រះវិហារបរិសុទ្ធហើយឥឡូវនេះយើងគិតអំពីព្រះវិហារទាំងនេះខ្ញុំនៅឋានសូមឲ្យអ្នកមានចិត្តអធិដ្ឋានថាព្រះពរទាំងនេះនឹងត្រូវបានប្រទានដល់អ្នកជាព្រះវិហារបរិសុទ្ធនីមួយៗនិងគ្រួសាររបស់អ្នកជាព្រះវិហារបរិសុទ្ធគ្រួសាររបស់អ្នកនឹងសម្រាប់ក្រុងស៊ីគ្រប់ព្រះវិហារស៊ីយ៉ូនព្រះជាម្ចាស់ចងចាំព្រះជាម្ចាស់ចងចាំនៅពេលដែលព្រះវិហារស៊ីយ៉ូនត្រូវបានចាប់ផ្ដើមព្រះជាម្ចាស់ចងចាំអ្វីៗទាំងអស់វាអស្ចារ្យណាស់យើងមិនចាំបាច់ទេទ្រង់ចងចាំទ្រង់ប្រទានព្រះពរទី2ចូលយើងគិតអំពីវត្តមានរបស់ព្រះអង្គតើមានវត្តមានរបស់ព្រះអង្គនៅក្នុងព្រះវិហាររបស់សាឡូមោនដែរទេ1ពងសាវតា 8:13 ដូច្នេះទូលបង្គំបានស្អាងព្រះវិហារនេះថ្វាយទ្រង់គង់ទុកជាទីលំនៅឲ្យទ្រង់គង់នៅអកលជានិច្ចហើយបន្តមកវត្តមានរបស់ព្រះអង្គចូលមកតាមរយៈសេរីល្អបំពេញព្រះវិហារបរិសុទ្ធហើយវត្តមានរបស់ព្រះអង្គត្រូវបានបង្ហាញតាមវិធី2យ៉ាងទី1សេរីល្អរបស់ព្រះបានបំពេញព្រះវិហារបរិសុទ្ធរបស់សាឡូមោននៅពេលដែលសាឡូមោនបានឲ្យពួកសង្ឃយកហឹបនៃសេចក្តីសញ្ញាចូលក្នុងទីបរិសុទ្ធបំផុតសេរីល្អរបស់ទ្រង់បានបំពេញព្រះវិហារទាំងមូលខទី11តម្លៃបានជាពួកសង្ឃចូលធ្វើការងារពុំបានដោយព្រោះពពកនោះត្បិតសេរីល្អដូច្នេះទូលបង្គំបានស្អាងព្រះវិហារថ្វាយទ្រង់គង់នៅទុកជាទីលំនៅឲ្យទ្រង់គង់នៅអកលជានិច្ចហើយបន្ទាប់មកវត្តមានរបស់ព្រះអង្គចូលមកតាមរយៈសេរីល្អបំពេញព្រះវិហារបរិសុទ្ធហើយវត្តមានរបស់ព្រះអង្គត្រូវបានបង្ហាញតាមពីពិធី2យ៉ាងទី1សេរីល្អរបស់ព្រះបានបំពេញព្រះវិហារបរិសុទ្ធរបស់សាឡូមោននៅពេលដែលសាឡូមោនបានឲ្យពួកសង្ឃយកហឹបនៃសេចក្តីសញ្ញាចូលក្នុងទីបរិសុទ្ធបំផុតសេរីល្អរបស់ទ្រង់បានបំពេញព្រះវិហារបរិសុទ្ធទាំងមូលខទី11តម្លៃបានជាពួកសង្ឃចូលធ្វើការពុំបានដោយព្រោះពពកនោះត្បិតសេរីល្អនៃព្រះយេហូវ៉ាបាននៅពេញក្នុងព្រះវិហារនៃព្រះអង្គហើយតើវាអស្ចារ្យប៉ុណ្ណាទៅប្រសិនបើព្រះវិហាររបស់យើងពោពេញទៅដោយភាពក្រាស់នៃសេរីល្អរបស់ព្រះអង្គទី2សេរីល្អរបស់ព្រះអង្គត្រូវបានបង្ហាញវត្តមានរបស់ព្រះអង្គបានបង្ហាញតាមរយៈព្រះនាមរបស់ព្រះអង្គព្រះនេតរបស់ព្រះអង្គត្រចៀករបស់ព្រះអង្គនិងចិត្តរបស់ព្រះអង្គនៅសេសសល់នៅក្នុងព្រះវិហារបរិសុទ្ធជាឯកសារយោងយើងអាចអាននៅក្នុង1ពងសាវតារក្សត្រ 8:29 9 3 2របស់សត្វ 6 6 20 7 16 33 4ព្រះនាមរបស់ព្រះអង្គនៅទីនោះហើយព្រះនេតនិងដួងចិត្តរបស់ទ្រង់ក៏នៅទីនោះដែរ1ពងសាវតារសត្វ 8:29 2ពងសាវតារសត្វ 7:15 និង 16យើងទើបតែអានឥឡូវនេះខ្ញុំនឹងអាន1ពងសាវតារសត្វ 9:8 ព្រះយេហូវ៉ាមានប្រាំទូលថាអញបានឮសេចក្តីដែលឯងបានអធិដ្ឋានហើយទូលអង្វរចំពោះអញនោះអញក៏បានញែកព្រះវិហារនេះដែលឯងបានស្អាងដល់ចេញជាបរិសុទ្ធទុកសម្រាប់នឹងតាំងឈ្មោះអញនៅអកលជានិច្ចហើយភ្នែកនិងចិត្តអញនឹងស្ថិតនៅទីនេះជាដរាបតទៅឥឡូវនេះភ្នែកអញនឹងបើកនៅតែបើកហើយត្រចៀកអញនឹងនៅតែផ្ទៀងស្ដាប់សេចក្តីដែលគេអធិដ្ឋាននៅទីនេះ2ពងរបស់សត្វ 7:15 តើអ្នកដាក់បេះដូងរបស់អ្នកនៅ
ឯណាគ្រប់ពេលវេលាគ្រាន់តែគិតអំពីឥឡូវនេះតើផ្នែកបេះដូងរបស់អ្នកនៅឯណាតើភ្នែករបស់អ្នកនៅឯណាតើភ្នែករបស់អ្នកកំពុងឃើញអ្វីឬភ្នែករបស់អ្នកចូលចិត្តមើលអ្វីតើអ្នកអាចចំណាយពេលភាគច្រើននៃថ្ងៃដើម្បីមើលនៅឯណាតើត្រចៀករបស់អ្នកនៅឯណាមកចុះភ្នែករបស់យើងនៅឯណាត្រចៀករបស់យើងនៅឯណាមានន័យថាការយកចិត្តទុកដាក់របស់យើងនៅឯណាជាការពិសេសកន្លែងដែលស្ដេចស្រឡាញ់របស់យើងនៅឯណាបេះដូងរបស់យើងនៅឯណាគឺជាអ្វីដែលយើងស្រឡាញ់អ្វីមួយដែលយើងចូលចិត្តព្រះជាម្ចាស់មាន5ទូតថាបេះដូងរបស់ខ្ញុំភ្នែករបស់ខ្ញុំត្រចៀករបស់ខ្ញុំតែងតែនៅក្នុងព្រះវិហារបរិសុទ្ធដូច្នេះអ្នកដែលនៅក្នុងព្រះវិហារបរិសុទ្ធឬក៏ភ្នែករបស់ព្រះត្រចៀករបស់ព្រះបេះដូងរបស់ព្រះស្ថិតនៅក្នុងអ្នកអាមែនប៉ុន្តែសូមឲ្យយើងសួរខ្លួនឯងថាតើយើងចំណាយភ្នែកត្រចៀកនិងចិត្តរបស់យើងប៉ុន្មាននៅក្នុងការដឹកនាំពួកគេទៅរកព្រះជាម្ចាស់ព្រះជាម្ចាស់មាន5ទូតថាខ្ញុំតែងតែមើលអ្នកបេះដូងរបស់ខ្ញុំតែងតែនៅជាមួយអ្នកគិតថាអូនោះអាចទៅរួចព្រោះវាជាព្រះម្ចាស់សេចក្តីស្រឡាញ់របស់ព្រះអង្គប៉ុន្តែអ្វីអំពីយើងចុះយើងវិញតើយើងចំណាយពេលប៉ុន្មានដើម្បីសម្លឹងទៅមើល5ទូលរបស់ព្រះតើយើងចំណាយពេលប៉ុន្មានឆ្នាំរបស់យើងនៅក្នុងការស្ដាប់5ទូលរបស់ព្រះដែលជាព្រះម្ចាស់ប្រទានពរដល់យើងជាព្រះបិតារបស់យើងទ្រង់មាន5ទូលថាព្រោះនៃអញនឹងនៅតែបើកអញនឹងការពីអ្នកចិត្តខ្ញុំតែងតែនៅជាមួយអ្នកជានិច្ចតើនោះមិនមែនជាព្រះពរដ៏អស្ចារ្យមែនទេឬអីអ្វីដែលធំជាងដែលខ្ញុំគិតអ្វីដែលខ្ញុំពុំបានសុំនោះគឺជាព្រះពរនៃព្រះវិហារទី3គឺជាពួកសង្ឃព្រះវិហារបរិសុទ្ធនៅក្នុងព្រះវិហាររបស់សាឡូមោនមួយរបស់សត្វ24រីឯខាងពួកវងអេលីសានោះមានមេច្រើនជាងខាងពួកវងអ៊ីថាម៉ាហើយគេត្រូវចែកជាពួកយ៉ាងនោះគឺនៅក្នុងពងសាវតារបស់អេលីសាមានមេលីវងរបស់អពុកេមេលើវងរបស់អពុកេ16នាក់ហើយនៅក្នុងវងរបស់អ៊ីថាម៉ាមាន8នាក់តាមវងរបស់អពុកេតើអ្នកយល់ទេមែនទេអ្វីដែលដាវីតបានធ្វើតាមការណែនាំរបស់ព្រះអង្គគឺថាគាត់បានបង្កើតប្រព័ន្ធនេះតាមការណែនាំរបស់ព្រះអង្គហើយគាត់បានបែងចែកសង្ឃជា24ក្រុមហើយសង្ឃមកពីគ្រួសាររបស់អេលីសានិងគ្រួសាររបស់អ៊ីថាម៉ាហើយគាត់បានចែកពួកលេវីជា24ក្រុមគាត់បានចែកអ្នកលេងភ្លេងជា24ក្រុមនិងពួកឆ្មាំជាមូលដ្ឋានជាអ្នកយាមព្រះវិហារ24ក្រុមនៅទីនេះយើងគ្រាន់តែនិយាយអំពីសង្ឃតែប៉ុណ្ណោះដូច្នេះមានសង្ឃជាច្រើនតាមពងសាវតាទាំងឡាយក្នុងពូជពងរបស់អេរ៉ុនជាពិសេសនៅពេលនោះគឺពូជពងរបស់អេលីសានិងអ៊ីថាម៉ាដែលកូនប្រុសរបស់ពួកគេបានក្លាយទៅជាសង្ឃហើយមានមនុស្សជាច្រើនជាងមកពីគ្រួសាររបស់អេលីសាជាងមកពីគ្រួសាររបស់អ៊ីថាម៉ាដូច្នេះមានកងពលចំនួន16ដែលមកពីគ្រួសាររបស់អេលីសានិង8មកពីគ្រួសាររបស់អ៊ីថាម៉ាសរុបទាំងអស់24កងពលហើយពួកគេបានបដូរវេនគ្នាបម្រើនៅក្នុងព្រះវិហារបរិសុទ្ធពីព្រោះវាជាការងារពេញម៉ោង24ម៉ោងហើយកងពលទាំង24នេះបន្តដោយគ្មានកំហុសហើយនោះហើយគឺជាមូលហេតុដែលវាអាចទៅរួចក្នុងការដែលស្វែងយល់ថាតើព្រះយេស៊ូវពិតជាបានប្រសូតនៅពេលណាតាមរយៈការរាប់កងពលទាំង24ដោយសារតែឪពុករបស់យូហានបាទីសគឺជាសង្ឃដែលកំពុងតែបម្រើនៅក្នុងព្រះវិហារបរិសុទ្ធយើងអាចស្វែងយល់ថាទ្រង់មកពីគ្រួសារណានិងវេនណាជាគ្រួសារនោះនិងអ្វីផ្សេងទៀតប៉ុន្តែពួកគេត្រូវបានផ្ដល់តំណែងឬក៏ភារកិច្ចនៃទីសក្ការៈការថែទាំរងរបស់សត្វទីសក្ការៈហើយពួកគេបានមានតំណែងនិងភារកិច្ចរបស់ព្រះបម្រើព្រះហើយគោរពបូជាព្រះ1ពេត្រុស 2:9 ប្រាប់យើងថាអ្នកនិងខ្ញុំត្រូវបានជ្រើសរើសមិនត្រឹមតែជាគ្រូគង្វាលតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាមនុស្សជាកូនរបស់ព្រះអង្គជាគ្រីស្ទបរិស័ទអ្នកនិងខ្ញុំត្រូវបានហៅឲ្យធ្វើជាសង្ឃលួងយើងត្រូវបានផ្ដល់តំណែងជាទីសក្ការៈរងបរិសុទ្ធយើងត្រូវបានផ្ដល់តំណែងរបស់ព្រះអង្គអ្នកនិងខ្ញុំត្រូវបានផ្ដល់ជាភារកិច្ចនិងកាតព្វកិច្ចក្នុងការថែរក្សាដំណាក់របស់ទ្រង់ទាំងខាងរូបកាយនិងខាងបរិវិញ្ញាណហើយអ្នកនិងខ្ញុំត្រូវបានផ្ដល់តំណែងដើម្បីធានាថាការថ្វាយបង្គំរបស់ទ្រង់គឺជាការថ្វាយបង្គំដល់ព្រះបន្តទៅមុខទៀតមួយពងសាវតាសត្វ8:3ពួកចាស់ទុំនៃសាអ៊ីស្រាអែលទាំងអស់ក៏មកហើយពួកសង្ឃក៏លើកហឹបផ្សែងទៅមួយព
ពងសាវរស័ត8-6រួចពួកសង្ឃក៏សាយយកហឹបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ាចូលទៅតម្កល់ទុកនៅកន្លែងដែលបំរុងទុកឲ្យគឺនៅទីទទួលព្រះបន្ទូលជាទីបរិសុទ្ធបំផុតត្រង់ក្រោមស្លាបនៃជេរូប៊ីមនៅក្នុងព្រះវិហារការពួកសង្ឃកំពុងតែចេញពីទីសក្ការៈបន្ទាប់ពីដាក់ហឹបនៃសេចក្តីសញ្ញាទៅខាងក្នុងនឹងអានម្ដងទៀតថាសេរីល្អរបស់ព្រះអង្គម្ចាស់នឹងបំពេញព្រះវិហារបរិសុទ្ធដែលសង្ឃមិនអាចចូលបាននោះហើយជារបៀបដែលព្រះអង្គទ្រង់បានស្រឡាញ់កន្លែងរបស់ទ្រង់ចង់ប្រទានពរយ៉ាងខ្លាំងតើអ្នកអាចស្រ័យមើលថាតើព្រះចង់ប្រទានពរដល់អ្នកណាខ្លះដល់អ្នកខ្លាំងប៉ុណ្ណារហូតដល់អ្នកមិនអាចឈរបានសូមប្រទានពរនោះដល់យើងចុងក្រោយទី4នឹងវាយអ៊ីស្រាអែលបានឧទ្ទិសព្រះវិហារបរិសុទ្ធថ្វាយយ៉ាញ់បូជាជាជាមនិងគោឈ្មោលជាច្រើនរាប់មិនអស់មួយពងសាវតាស័ត8-5រួចស្ដេចសាឡូមោននិងពួកជំនុំអ៊ីស្រាអែលទាំងអស់ដែលបានប្រជុំគ្នាមកឯទ្រង់គេនៅជាមួយនឹងទ្រង់នៅត្រង់មុខហឹបកំពុងតែបូជាថ្វាយជាមនិងគោយ៉ាងសន្ធឹកដែលនឹងរាប់ចំនួនមិនអស់ឡើយហើយបន្តមកខទី63និង64ចែងថាសាឡូមោនបានថ្វាយដល់ព្រះយេហូវ៉ាទុកជាមេត្រីដង្វាយមេត្រីនោះគឺជាគោ22000និងជាម120,000គឺយ៉ាងនោះហើយដែលស្ដេចនឹងពួកកូនចៅអ៊ីស្រាអែលទាំងអស់បានធ្វើបុណ្យឆ្លងព្រះវិហារនៃព្រះយេហូវ៉ានៅថ្ងៃនោះឯងស្ដេចទ្រង់បានញែកទីលានកណ្ដាលដែលនៅមុខព្រះវិហារនៃព្រះយេហូវ៉ាចេញជាបរិសុទ្ធបិទនៅទីនោះទ្រង់បានថ្វាយដង្វាយដុតនិងដង្វាយម្សៅហើយខ្លាញ់នៃដង្វាយមេត្រីគឺដោយព្រោះអាសនៈលង្ហិនដែលនៅចំពោះព្រះយេហូវ៉ានោះតូចពេកមិនល្មមនឹងដុតអស់ទាំងដង្វាយដុតនិងដង្វាយម្សៅហើយខ្លាញ់របស់ដង្វាយមេត្រីផងបានទេគ្រាន់តែគិតអំពីអ្វីដែលអ្នកចង់និយាយគឺអំពីជាម120ក្បាលនោះមិនមែនទាំងអស់ទេគឺគ្រាន់តែជាផ្នែកមួយរបស់វាអ្នកមិនអាចរាប់បានទាំងអស់នោះបានទេនឹងគោ22000ក្បាលតើវាមានតម្លៃប៉ុណ្ណាគោមួយក្បាលមានតម្លៃប៉ុន្មានជាមទាំងមូលមានតម្លៃប៉ុន្មានគោ22000និងជាម120,000ហើយប្រហែលមើលថាត្រូវឆ្លងកាត់ពិធីឬក៏ឆ្លងកាត់ពិធីថ្វាយវាម្ដងមួយតើវាត្រូវចំណាយពេលប៉ុន្មានវាគួរឲ្យភ្ញាក់ផ្អើលណាស់នោះបង្ហាញថាយើងបានឃើញពីរបៀបដែលព្រះអង្គទ្រង់ចង់ប្រទានពរដល់ប្រជាជនទាំងនោះប៉ុន្តែប្រជាជនចង់ថ្លែងអំណរគុណដល់ព្រះអង្គចាស់យ៉ាងខ្លាំងតើនេះមិនស្អាតទេឬព្រះអង្គទ្រង់ចង់ប្រទានពរដល់ពួកគេយ៉ាងខ្លាំងណាស់មនុស្សចង់ថ្វាយការអរព្រគុណដល់ព្រះខ្លាំងណាស់តើនោះជារបៀបដែលយើងចង់បានមែនឬយើងចង់បានវាដូចជាយើងចង់ឲ្យព្រះពររបស់ឲ្យព្រះប្រទានពរដល់ខ្ញុំខ្លាំងណាស់ប៉ុន្តែខ្ញុំចង់ថ្វាយប៉ុន្មានពួកគេគ្រាន់តែដឹងគុណហើយពួកគេមិនបានរាប់ទេខ្ញុំគិតថានោះហើយជាអ្វីដែលមានអត្ថន័យផងដែរថាដង្វាយមិនអាចរាប់បានពួកគេមិនបានគិតអំពីចំនួនប៉ុន្មានឬក៏ពួកគេគ្រាន់តែថ្វាយការអរព្រគុណដល់ព្រះអង្គចាស់អ្នកដឹងទេមិនបានរាប់ទេអ្នកដឹងទេខ្ញុំមិនត្រឹមតែនិយាយអំពីដង្វាយនោះទេមិនរាប់ទេអ្នកដឹងទេមិនមែននិយាយថាអូគ្រូគង្វាលបានអធិប្បាយអស់រយៈពេល45នាទីរួចហើយដូច្នេះគាត់នៅសល់5នាទីទៀតមិនរាប់ទេអ្នកដឹងទេការសរសើរអ្នកដឹងទេការសរសើរ3ម៉ោងតើអ្នកធ្លាប់ធ្វើបែបនោះពីមុនមកទេអ្នកដឹងទេការសរសើរនឹងបាត់បង់សម្លេងរបស់ពួកគេប៉ុន្តែដឹងទេអ្នកនឹងទទួលបានព្រះពរអ្នកគ្រាន់តែមិនដឹងពីរបៀបបញ្ចប់ការថ្វាយបែបនោះដល់ព្រះអង្គអ្នកចាប់ផ្ដើមអានព្រះគម្ពីរវាពិតជាអស្ចារ្យណាស់អ្នកដឹងទេអ្នកមិនកំណត់ខ្លួនឯងត្រឹមតែ3ចម្ពោះក្នុងមួយថ្ងៃទេអ្នកគ្រាន់តែបន្តទៅមុខទៀតព្រោះវាអស្ចារ្យណាស់នោះគឺជាប្រភេទនៃដង្វាយដែលកំពុងនិយាយអំពីប៉ុន្តែបន្តមកចំណុចរបត់មួយនោះគឺជាព្រះវិហារដ៏ស្រស់ស្អាតដែលព្រះអង្គទ្រង់បានព្រះតីរីករាយយ៉ាងខ្លាំងទោះបីជាយើងពិតជាដាវីតមិនល្អឥតខ្ចោះសាឡូមោនក៏មិនល្អឥតខ្ចោះជនជាតិអ៊ីស្រាអែលក៏មិនល្អឥតខ្ចោះដែរប៉ុន្តែព្រះជំចាស់មានព្រះតីរីករាយយ៉ាងខ្លាំងអ្នកនឹងខ្ញុំមិនល្អឥតខ្ចោះទេប៉ុន្តែព្រះអង្គចាស់អើយខ្ញុំជឿថាព្រះអង្គទ្រង់មានព្រះハរតីរីករាយយ៉ាងខ្លាំងនៅពេលដែលបាននៅទីនេះប៉ុន្តែតើមានអ្វីកើតឡើងនៅពេលក្រោយស្ដេចសាឡូមោនបានងាកចេញពីព្រះបន្ទូលរបស់ព្រះអង្គហើយទទួលយកស្រីសះដតីជាភរិយានិងជាស្រីស្នំរបស់ទ្រង់រួមជាមួយនឹងរូបព្រះសះដតីរបស់ពួកគេព្រះសះដតីទ្រង់មិនត្រឹមតែទទួលពួកគេភរិយានិងស្រីស្នំរបស់ទ្រង់និងព្រះរបស់ពួកគេតែប៉ុណ្ណោះទេប៉ុន្តែទ្រង់បានសាងសង់ទីសក្ការៈ
និងអាសនៈសម្រាប់ព្រះដតីរបស់ពួកគេដើម្បីថ្វាយបូជានិងថ្វាយបង្គំពួកគេផងដែរមួយពងសាវតារស័ត 11:4 ខ្ញុំនឹងអានវាសម្រាប់អ្នកបាត់កាលណាសាឡូមោនទ្រង់ចាស់ហើយនោះភរិយាទ្រង់បានបង្វែរប្រតីទ្រង់ទៅតាមព្រះរតីវិញហើយព្រះហត្ថីទ្រង់មិនបានស្មោះត្រង់ចំពោះព្រះយេហូវ៉ាជាព្រះនៃទ្រង់ដោយដែលព្រះហត្ថីរបស់ដាវីតជាបិតាទ្រង់ទេខទី 6 សាឡូមោនក៏បានប្រព្រឹត្តការដែលអាក្រក់នៅព្រះនេតនៃព្រះយេហូវ៉ាហើយមិនបានតាមព្រះយេហូវ៉ាដោយពេញខ្នាតដូចជាដាវីតជាព្រះបិតាទ្រង់ទេមើលចុះវាពិបាកយល់បន្តិចសម្រាប់យើងប៉ុន្តែព្រះអង្គចាស់មានប្រំទូលថាវាជារឿងអាក្រក់ចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គហេតុអ្វីពេលព្រោះសាឡូមោនមិនបានដើរតាមព្រះអង្គចាស់យ៉ាងពេញលេញតើមានមនុស្សប្រមាណអ្នកនៅក្នុងចំណោមយើងដែលបានដើរតាមព្រះអង្គចាស់យ៉ាងពេញលេញហើយព្រះជាម្ចាស់មានប្រំទូលថានោះជារឿងអាក្រក់ចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ជាការពិតណាស់សាឡូមោនបានងាកចេញពីព្រះជាម្ចាស់មិនមែនទាំងស្រុងទេដោយផ្នែកដើម្បីថ្វាយបង្គំរូបព្រះផ្សេងៗទៀតក្នុងពេលនោះជាមួយគ្នាក៏នឹងគោរពដល់ព្រះអង្គទ្រង់ប្រហែលជាមានប្រំទូលថាព្រះទ្រង់ជាព្រះមុនគេប៉ុន្តែបន្ទាប់មកទាំងនេះគឺជាគ្រឿងបន្ថែមសូម្បីតែពេលនោះព្រះជាម្ចាស់បានមានបន្ទូលថាអាក្រក់ទោះបីជាមានការប្រមានរបស់ព្រះដល់សាឡូមោនក៏មកដល់តាមព្រះរតីក៏ដោយសាឡូមោនមិនបានធ្វើតាមបញ្ជារបស់ព្រះទេមួយពងសាវតារស័ត 11:9-13 ដូច្នេះព្រះយេហូវ៉ាទ្រង់កើតមកមានសេចក្តីខ្ញាល់ចំពោះសាឡូមោនដោយព្រោះព្រះហត្ថីទ្រង់បានបែកចេញពីព្រះយេហូវ៉ាជាព្រះនៃខ្សែស្អែលបានលេចមកឲ្យទ្រង់ឃើញពីរដងហើយក៏បានបង្គាប់ដល់ទ្រង់ពីដំណើរនោះផងដែរថាមិនត្រូវឲ្យទ្រង់ប្រព្រឹត្តតាមព្រះដតីឡើយតែទ្រង់មិនបានរក្សាសេចក្តីដែលព្រះយេហូវ៉ាបង្គាប់មកនោះទេហេតុនោះព្រះយេហូវ៉ាទ្រង់មានប្រំទូលនឹងសាឡូមោនថាដោយព្រោះឯងបានធ្វើយ៉ាងនេះហើយមិនបានរក្សាសេចក្តីសញ្ញារបស់អញនិងបញ្ញត្តិដែលអញបានបង្គាប់ដល់ឯងនោះបានជាអញនឹងកន្ត្រាក់យករាជពីឯងវិញជាពិតហើយឲ្យទៅអ្នកបម្រើរបស់អញវិញហើយវានឹងបន្តហើយក្រោយមកបន្ទាប់ពីយេរ៉ូបោមជាបុត្ររបស់សាឡូមោនបានក្លាយជាស្ដេចនៅក្នុងស្រុកយូដាប៉ុន្តែជាអ្នកបម្រើដែលជាអ្នកដែលត្រួតពិនិត្យម្នាក់នៅក្នុងចំណោមអ្នកត្រួតពិនិត្យក្នុងការងារសង់ព្រះវិហារបរិសុទ្ធនោះឈ្មោះយេរ៉ូបោមបានក្លាយជាស្ដេចនគរភាគខាងជើងដូច្នេះដោយដែលព្រះជាម្ចាស់បានមានបន្ទូលថាខ្ញុំនឹងឲ្យហែកវាចេញហើយបកគលវាឲ្យទៅអ្នកបម្រើមានអ្វីកើតឡើងហើយអ្វីព្រះវិហារបរិសុទ្ធដ៏រុងរឿងបែបនេះក៏បានសាងសង់វាហើយបន្តមកក៏បានផ្លាស់ប្ដូរហើយអ្វីពីព្រោះប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះអង្គក៏បានរៀបការជាមួយសាសដទៃខ្ញុំមិននិយាយអំពីអាពាហ៍ពិពាហ៍អន្តរជាតិនៅទីនេះទេនេះគឺជាពិភពព្រះគម្ពីរដែលព្រះអង្គទ្រង់បានប្រាប់ពួកគេជាពិសេសថាកុំធ្វើបែបនេះដូច្នេះគាត់បានធ្វើវាប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះហើយបន្តមកគាត់បានគោរពបូជាពួកគេហើយក៏បានធ្វើអ្វីៗខុសទៀតជួយយើងមើលតារាងនេះខ្ញុំគិតថាខ្ញុំបានបង្ហាញអ្នកពីរឿងនេះហើយបានបញ្យល់រឿងនេះដល់អ្នកពីមុនមកផងដែរអ្នកនិពន្ធដើម្បីសរសើរព្រះគម្ពីរនៅពេលដែលគាត់កំពុងតែកត់ត្រាគាត់បានធ្វើវាព្រះគម្ពីរពេលខ្លះត្រូវបានកត់ត្រាតាមរបៀបដែលវាឆ្លុះបញ្ចាំងវាដូចជារូបភាពកញ្ចក់ហើយនោះហើយគឺជាអ្វីដែលនេះវាមិនមែនដូចជាស្ថិតនៅត្រង់ទម្រង់ជា x ហើយមានប្រធានបទកដាលប៉ុន្តែនៅពេលដែលគេគូសយ៉ាក្រាមបទគម្ពីរព្រះគម្ពីរតាមរបៀបនេះមិនងាយស្រួលនោះទេប៉ុន្តែប្រសិនបើអ្នកមើលឃើញស្វែងរករចនាសម្ព័ន្ធ Classic ដែលត្រូវបានប្រើនៅក្នុងការសរសេរព្រះគម្ពីរអ្នកអាចរកឃើញអ្វីដែលប្រធានបទកណ្ដាលទាំងមូលនៃអត្ថបទទាំងមូលនេះហើយដូច្នេះនៅទីនេះប្រធានបទកណ្ដាលគឺព្រះវិហារហើយជាមួយនឹងប្រធានបទកណ្ដាលនៅចំណុចកណ្ដាលវាដូចជារូបភាពកញ្ចក់មិនន័យទេដូច្នេះពួកគេទៅ A និង A' A ចូលយើងមើលខ្លឹមសារព្យាការីធ្វើអន្តរាគមនៅក្នុងការស្នងរាជសាឡូមោនបានក្លាយជាស្ដេច A' អ្វីមួយដែលស្របគ្នាទៅនឹងការទាយកំណត់ការស្នងរាជសាឡូមោនបានស្លាប់ហើយស្ដេចមួយទៀតកំពុងតែយាងមកដល់ទេទី2សាឡូមោនត្រូវបានលុបបំបាត់ការគំរាមកំហែងដល់សុវត្ថិភាពរបស់គាត់ឧទាហរណ៍ព្រះអង្គចាស់បង្កើតការគំរាមកំហែងដល់សន្តិសុខរបស់សាឡូមោនតើវាល្អឬអត់មានអ្វីមួយផ្ទុយពីនេះមែនទេខ្លឹមសារស្តៀងគ្នាប៉ុន្តែផ្ទុយពីនេះគោសាឡូមោននិងព្រះជាម្ចាស់ភាពស្មោះត្រង់និងរង្វង់គោព្រះអង្គចាស់សាឡូមោននិងព្រះអង្គចាស់ភាពមិនស្មោះត្រង់និងការដាក់ទណ្ឌកម្មខូសេរីល្អដែល
យើងមើលបន្សល់ទុករបស់សាឡូមោនអំពីប្រាជ្ញានិងទ្រព្យសម្បត្តិរបស់ទ្រង់ស្រីល្អដែលបានបន្សល់ទុករបស់សាឡូមោនទ្រព្យសម្បត្តិនិងប្រាជ្ញាទាំងអស់បានបន្សល់ទុកវាហើយតើមានអ្វីកើតឡើងនៅចំកណ្ដាលបណ្ដាលឲ្យសាឡូមោនដួលរលំអាគារព្រះវិហារបរិសុទ្ធតើខ្ញុំកំពុងបំបាក់ទឹកចិត្តអ្នកពីការសាងសង់ព្រះវិហារបរិសុទ្ធរបស់ព្រះអង្គចាស់មែនទេប៉ុន្តែការធ្លាក់ចុះនេះការដួលរលំនេះបានកើតឡើងតើមានអ្វីកើតឡើងប៉ុន្តែប្រសិនបើអ្នកក្រឡេកមើលវាប្រសិនបើអ្នកអានប្រធានបទកណ្ដាលនាទីនេះសាឡូមោនបានសាងសង់អគារវិមានរបស់ទ្រង់សុំមើលការរៀបចំសម្រាប់ការសាងសង់ព្រះវិហារបរិសុទ្ធសាឡូមោនសាងសង់ព្រះវិហារបរិសុទ្ធហើយបន្ទាប់មកព្រះម្ចាស់សាឡូមោនឧទ្ទិសព្រះវិហារបរិសុទ្ធខសាឡូមោនបានតុបតែងព្រះវិហារបរិសុទ្ធប៉ុន្តែនៅចំកណ្ដាលវាដោយរៀបរបៀបមួយដោយព្រះបានដាក់វានៅទីនេះហើយប្រហែលជាវាបង្ហាញអំពីអ្វីពិតមួយនៅក្នុងចំណោមនៅកណ្ដាលចំណោមចិត្តរបស់សាឡូមោនកំពុងសាងសង់ព្រះវិហាររបស់ព្រះតើសាឡូមោនចំណាយពេលប៉ុន្មានដើម្បីសាងសង់ព្រះវិហារបរិសុទ្ធរបស់ព្រះអង្គនេះជាផ្នែកមួយនៃសេចក្តីផ្ដាំតើវាឆ្ងាយពេកទេតើសាឡូមោនចំណាយពេលប៉ុន្មានដើម្បីសាងសង់វិមានរបស់ទ្រង់13ឆ្នាំ2ដងយ៉ាងពិតប្រាកដ13ឆ្នាំដូច្នេះតើយើងកំពុងតែព្យាយាមអ្វីតើយើងឃើញអ្វីនៅទីនេះយើងកំពុងសាងសង់ព្រះវិហារបរិសុទ្ធរបស់ព្រះវិហារបរិសុទ្ធនេះត្រូវបានសាងសង់ឡើងដោយដៃរបស់អ្នកដងវាយរបស់អ្នកនិងរបស់យើងកំពុងតែបន្តទៅមុខសូមឲ្យយើងអាចសាងសង់ព្រះវិហារបរិសុទ្ធដែលពិតជាបានលើកដំកើងព្រះអង្គតើមានអ្វីជាចំណុចកណ្ដាលនៃរឿងនោះតើមានអ្វីនៅចំកណ្ដាលតើព្រះអង្គទ្រង់បានចងចាំនិងដើរតាមអ្នកតាមរបៀបដែលអ្នកនិងខ្ញុំចង់បានឬក៏យើងកំពុងតែធ្វើតាមរបៀបដែលព្រះអង្គទ្រង់ចង់បានវាមិនត្រឹមតែអំពីការសាងសង់ព្រះវិហារបរិសុទ្ធរូបមន្តប៉ុណ្ណោះទេអ្វីដែលយើងកំពុងធ្វើនៅពេលនេះយើងកំពុងតែសាងសង់ព្រះវិហារបរិសុទ្ធរបស់ព្រះអង្គរាល់ការថ្វាយបង្គំរាល់ការថ្វាយផ្សាយនឹងល្អតាមវិទ្យុរាល់សិក្ខាសាលារាល់ការសិក្សាព្រះគម្ពីររាល់ភ្លេងបន្ទររាល់ការសរសើររំកាន AV រាល់ពេលអ្នកដឹងទេការបកប្រែកាត់ឡើងយើងកំពុងតែសាងសង់ដំណាក់របស់ព្រះអង្គហើយនៅពេលដែលសាងសង់ដំណាក់របស់ព្រះអង្គព្រះជាម្ចាស់បានមានព្រះបន្ទូលថាខ្ញុំមិនចង់ឮសំឡេងគោះទ្វារឬក៏សំឡេងមនុស្សណាមួយទៀតឡើយវាត្រូវតែស្ងាត់យើងកំពុងតែសាងសង់ដំណាក់របស់ព្រះអង្គប៉ុន្តែអ្វីដែលចំណុចកណ្ដាលតើមានអ្វីនៅចំណុចកណ្ដាលនៅពេលដែលយើងធ្វើខ្ញុំជឿថាយើងកំពុងតែព្យាយាមជាពិសេសថ្នាក់ដឹកនាំរបស់យើងកំពុងតែព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើអ្វីគ្រប់យ៉ាងដោយមានព្រះអង្គជាចំណុចកណ្ដាលប៉ុន្តែនៅពេលដែលមានចំនួនក្នុងនាយកដ្ឋានឬក៏ចំនួនក្នុងព្រះវិហារឬក៏បុគ្គលដែលមានចំនួនអ្នកទៅស្ដាប់មនុស្សអ្នកនេះហើយអ្នកចាប់ផ្ដើមភាគីម្ខាងទៀតអ្នកដឹងទេរឿងទូទៅទេពួកគេទាំងអស់គ្នាស្រឡាញ់ព្រះជាម្ចាស់ពួកគេទាំងអស់គ្នាចង់បម្រើព្រះអង្គម្ចាស់ពួកគេទាំងអស់ចង់ធ្វើវាសម្រាប់ព្រះអង្គម្ចាស់លះបង់ខ្លាំងណាស់ទោះបីជាយ៉ាងណាក៏ដោយរឿងមួយទៅមួយទៀតគឺពួកគេគិតពីវិធីបម្រើរបស់ព្រះអង្គពួកគេគឺល្អជាងពួកគេមិននិយាយវាទេប៉ុន្តែនោះហើយជាអ្វីដែលវាមាននៅពេលដែលយើងគិតវិធីរបស់ខ្ញុំនៅក្នុងការបម្រើព្រះវិធីរបស់ខ្ញុំក្នុងការធ្វើបែបនេះគឺល្អជាងវិធីផ្សេងទៀតដែលបង្កបញ្ហានោះធ្វើឲ្យខ្ញុំនិងខ្លួនខ្ញុំគំនិតរបស់ខ្ញុំស្ថិតនៅចំកណ្ដាលរឿងនេះការប្រជែងគ្នាឬក៏ចំនួនមិនបាននិយាយអំពីនៅក្នុងព្រះវិហារគ្មាននរណាម្នាក់នឹងនិយាយថាអូផ្លូវរបស់ខ្ញុំគឺជាផ្លូវនោះទេប៉ុន្តែបន្ទាប់មកពេលខ្លះយើងគិតថាអូផ្លូវរបស់មនុស្សនោះមិនត្រឹមត្រូវទេប្រសិនបើព្រះអង្គទ្រង់មានដួងចិត្តបែបនោះឬក៏អាកប្បកិរិយាបែបនោះទ្រង់នឹងមិនរងចាំ 6000 ឆ្នាំសម្រាប់យើងធ្វើការងាររបស់ទ្រង់ទេទ្រង់នឹងធ្វើវាភ្លាមប៉ុន្តែទ្រង់រងចាំយើងហេតុអ្វីដោយសារតែការងារព្រះវិហារខ្ញុំធ្វើបែបនោះពីព្រោះយើងមើលលទ្ធផលចុងក្រោយប៉ុន្តែព្រះអង្គទ្រង់បានមើលដំណើរការផងដែរដំណើរការនោះត្រូវការប្រោះលោះតាមរយៈដំណើរនោះមនុស្សដែលកំពុងត្រូវការប្រោះលោះនិងត្រូវការព្រះពរត្រូវការជួបប្រទះនឹងព្រះគុណរបស់ព្រះអង្គពួកគេត្រូវការជួបប្រទះនឹងព្រះនៅកណ្ដាលពួកគេប៉ុន្តែពេលខ្លះភ្នែករបស់យើងផ្ដោតអារម្មណ៍ខ្លាំងទៅលើលទ្ធផលចុងក្រោយ
ដែលយើងភ្លេចរឿងទាំងនោះពេលខ្លះយើងបាត់បង់មនុស្សនៅក្នុងដំណើរការនេះហើយខ្ញុំកំពុងតែសោកស្ដាយចំពោះរឿងនោះដែរការងារព្រះវិហារសាងសង់ព្រះវិហាររបស់ព្រះគឺនិយាយអំពីរបៀបដែលមិនត្រូវពន្លត់ចង្កៀងនៅក្នុងព្រះវិហារបរិសុទ្ធដែលជាចង្កៀងនៃព្រះគុណរបស់ព្រះអង្គហើយបន្តជាមួយនឹងសេរីល្អរបស់ព្រះដែលបំពេញនៅក្នុងព្រះវិហារបរិសុទ្ធជាពិសេសក្នុងនាមជាចាស់ទុំព្រឹទ្ធាចារ្យគ្រូគង្វាលដឹកelder deacon និងអ្នកដឹកនាំព្រះវិហារយើងគួរតែមានអាកប្បកិរិយាត្រឹមត្រូវក្នុងការដែលសាងសង់ព្រះវិហាររបស់ព្រះហេតុអ្វីដោយសារតែព្រះវិហារមិនមែនជាកន្លែងរបស់មនុស្សល្អអត់ខ្ចោះនោះទេខ្ញុំសុំទោសដែលនិយាយបែបនេះវាមិនមែនជាគ្រាន់តែជាកន្លែងល្អសម្រាប់មនុស្សល្អនោះទេប៉ុន្តែវាជាកន្លែងរបស់មនុស្សដែលត្រូវការសេចក្តីសង្គ្រោះវាជាកន្លែងជួបជុំគ្នារបស់មនុស្សដែលរងរបួសពីកន្លែងផ្សេងៗគ្នាពួកគេត្រូវបានការព្យាបាលរឿងដូចគ្នាចំពោះអ្នកមានន័យថានរណាម្នាក់ក្នុងចំណោមអ្នកនិងខ្ញុំដែលចូលនៅទីនេះកំពុងតែស្វែងរកសេចក្តីសង្គ្រោះវត្តនៃការវាយប្រហារផ្លូវចិត្តនិងផ្លូវអារម្មណ៍ផ្លូវចិត្តវានឹងចូលទៅក្នុងវត្តអាក្រក់ដែលដុំនឹងកាន់តែធំឡើងនឹងគ្មានផ្លូវណាចេញពីរឿងនោះទេខ្ញុំអធិដ្ឋានដោយស្មោះអរពីចិត្តថាយើងប្រហែលជាមិនចាំចំណុចកណ្ដាលនោះជាកន្លែងរបស់ខ្ញុំវាមានរបស់ខ្ញុំនោះទេប៉ុន្តែសូមឲ្យចំណុចកណ្ដាលនោះមានតែព្រះប៉ុណ្ណោះឥឡូវនេះសេចក្តីសន្និដ្ឋាននៅក្នុងអត្ថបទសំខាន់ថ្ងៃនេះយើងអានអំពីរបៀបដែលព្រះជាម្ចាស់ឆ្លើយតបទៅនឹងដាវីតនៅពេលដែលដាវីតនិយាយខ្ញុំចង់សង់ព្រះវិហារមួយសម្រាប់អ្នកទាំងនេះគឺជាព្រះពរហើយសូមឲ្យយើងបានសាងសង់ព្រះវិហាររបស់ព្រះហើយសូមឲ្យយើងមានចិត្តប្រោះលោះចិត្តសម្រាប់ការបំពេញកិច្ចការប្រោះលោះរបស់ព្រះតាមរយៈព្រះវិហារនេះនិងតាមជីវិតរបស់យើងដើម្បីឲ្យអ្នកនិងខ្ញុំព្រមទាំងកូនរបស់យើងបានទទួលព្រះពរទាំងនេះតើព្រះពរទាំងនេះជាអ្វីសូមឲ្យខ្ញុំអានឲ្យបានលឿនហើយយើងនឹងបញ្ចប់ខទី1ខទី8នៅក្នុងអត្ថបទនៅថ្ងៃនេះដូច្នេះចូលឲ្យឯងប្រាប់ដាវីតអ្នកបម្រើអញឥឡូវនេះថាព្រះយេហូវ៉ានៃពួកបរិវារទ្រង់មាន5ទូយ៉ាងដូចនេះអញបានយកឯងពីក្រៅជាមគឺជាការឃ្វាលវងសត្វមកដើម្បីឲ្យឯងបានធ្វើជាអ្នកនាំមុខសាសអ៊ីស្រាអែលជារាជអញនៅពេលដែលព្រះបានបង្កើតអាដាមទ្រង់មាន5ទូថាចូលគ្រប់គ្រងលើការបង្កើតវាជាអំណាចរបស់ព្រះមិនត្រឹមតែខាងវិញ្ញាណតែប៉ុណ្ណោះទេប៉ុន្តែនៅក្នុងពិភពរូបមន្តព្រះអង្គទ្រង់បានលើកយើងឡើងកូនរបស់យើងទី2ខ្ញុំបាននៅជាមួយអ្នកគ្រប់ទីកន្លែងអ្នកបានទៅហើយបានកាត់ផ្ដាច់សត្រូវទាំងអស់របស់យើងខទី9ម្ដងទៀតទី3ខ្ញុំនឹងធ្វើឲ្យអ្នកមានឈ្មោះអស្ចារ្យទី4ខទី10អញបានតម្រូវទីកន្លែងមួយឲ្យពួកអ៊ីស្រាអែលជារាជអញគឺអ៊ីស្រាអែលហើយបានដាំគេឲ្យបាននៅជាប់ក្នុងស្រុករបស់គេឥតរង្គើទៅណាទៀតឡើយហើយពួកមនុស្សអាក្រក់នឹងមិនធ្វើទុកដូចជាការពីដើមទៀតនេះគឺជាប្រពោនៃសួនច្បារដែលអេដែនដែលបានស្ដារឡើងវិញសូមឲ្យផ្ទះរបស់អ្នកសូមឲ្យក្រុមគ្រួសាររបស់អ្នកសូមឲ្យកូនរបស់អ្នកត្រូវបានដាំដោយព្រះជាម្ចាស់ដើម្បីកុំឲ្យពួកគេត្រូវបានរំខានខទី11ឬដូចជានៅគ្រាដែលអញបានចាប់តាំងពួកចៅហ្វាយឲ្យគ្រប់គ្រងលើអ៊ីស្រាអែលជារាជអញនោះឡើយអញបានប្រោះលួឯងឲ្យបានសម្រាកឲ្យរួចពីខ្មាំងសត្រូវរបស់ឯងទាំងអស់ហើយយ៉ាងនោះព្រះយេហូវ៉ាទ្រង់មាន5ទូលឲ្យព្រះជាជ្រាបថាទ្រង់នឹងតាំងព្រះវង្សានវង្សព្រះករុណាឡើងកាលណាឯងបានរស់នៅក្នុងគ្រប់កំណត់អាយុឯងហើយរួចបានដេកលក់ជាមួយនឹងពួកយុទ្ធកោឯងនោះឯងនឹងបានតាំងពូជពងដែលបានកើតពីឯងមកឲ្យសោយរាជឡើងជំនួសឯងហើយឯងនឹងតាំងរាជវង្សវាឲ្យខ្ជាប់ខ្ជួនឡើងប៉ុន្តែលើសពីនេះខទី13វាដែលនឹងស្អាងវិហារព្រះវិហារមួយសម្រាប់ឈ្មោះអញហើយអញនឹងតាំងបល្ល័ង្កនៃរាជវាឲ្យស្ថិតនៅជាសិទ្ធិជាដរាបតទៅនេះមិនមែនគ្រាន់តែអំពីកូនប្រុសកូនស្រីនិងកូនចៅនោះទេនេះគឺនិយាយអំពីព្រះពររបស់ព្រះមេស៊ីដែលយើងមកក្នុងជីវិតរបស់យើងនៅក្នុងគ្រួសាររបស់យើងខទី14អញនឹងធ្វើជាឪពុកដល់វាហើយវានឹងបានជាកូនដល់អញខ្ញុំគិតថាព្រះអង្គទ្រង់អាចជាឪពុកដ៏ល្អសម្រាប់កូនប្រុសស្រីរបស់ខ្ញុំជាងខ្ញុំឬព្រះជាម្ចាស់មាន5ទូលថាខ្ញុំនឹងថែរក្សាកូនរបស់អ្នកកូនចៅរបស់អ្នក
ខទី15ប៉ុន្តែសេចក្តីសប្បុរសរបស់អញនឹងមិនដែលឃ្លាតចេញពីវាដោយដែលអញបានដកចេញពីសូលដែលអញបានចោលពីមុខឯងចេញនោះឡើយអូតើមានអ្វីទៀតដែលយើងអាចសុំសម្រាប់កូនៗរបស់យើងទេក្មេងៗសាលាថាទឹករបស់យើងគឺទីម៉ូថេអេលីយ៉ាសូម្បីតែសម្រាប់ខ្លួនយើងនិងចុងក្រោយខទី10ខទី16នោះវង្សានិងរាជរបស់ឯងនឹងបានតាំងជាប់នៅចំពោះឯងជាដរាបតទៅបល្ល័ង្កឯងនឹងបានខ្ជាប់ខ្ជួនទៅជារៀងដរាបតទៅផ្ទះរបស់អ្នកព្រះវិហារស៊ីយ៉ូនរបស់យើងនឹងបន្តរហូតដល់ថ្ងៃនៃស្ថានសួគ៌ថ្មីស្ថានសួគ៌និងផែនដីអស់ភាពអកលជានិច្ចនោះសូមប្រទានពរទាំងនេះដល់អ្នកនិងខ្ញុំនិងកូនចៅរបស់យើងសូមយកអធិដ្ឋានព្រះបិតាយើងខ្ញុំដែលគង់នៅឋានសួគ៌ទុំគុំយើងខ្ញុំបានគិតនិងដឹងថាព្រះអង្គមានស្វមង្គលយ៉ាងណានៅពេលដែលយើងបានសាងសង់ព្រះវិហាររបស់ព្រះអង្គព្រះបិតាឲ្យទុំគុំយើងខ្ញុំសូមឲ្យយើងខ្ញុំបានដូចជាដាវីតនៅក្នុងចិត្តសេចក្តីជំនឿរបស់ព្រះអង្គដែលមាននៅចំពោះកូនៗឲ្យដូចជាដាវីតសូមជួយទុំគុំយើងខ្ញុំឲ្យមានគ្រឹះនៃសេចក្តីជំនឿរបស់លោកអាប់រ៉ាហាំហើយនឹងការប្រាជ្ញចិត្តរបស់ស្ដេចដាវីតដើម្បីឲ្យទុំគុំយើងខ្ញុំអាចបន្ថែមដោយការមិនទៀបខ្លួនក្នុងការដែលសាងសង់ព្រះវិហាររបស់ព្រះអង្គឡើងដែលជាព្រះវិហារស៊ីយ៉ូននេះនិងសមាជិកក្រុមគ្រួសារគ្រប់រូបក្នុងសហគមន៍ប្រទេសជាកូនហើយគ្រួសារទាំងអស់ដែលជាកម្មសិទ្ធិរបស់ស៊ីយ៉ូនហើយជាកម្មសិទ្ធិរបស់ព្រះអង្គអរព្រះបិតាឲ្យទុំគុំយើងខ្ញុំអធិដ្ឋានសូមឲ្យព្រះនាមរបស់ព្រះអង្គជាភ្នែកជាត្រចៀកនិងបេះដូងរបស់ព្រះអង្គនៅទីនេះព្រះបិតាសូមដឹកនាំកូនរបស់ព្រះអង្គឲ្យពួកគាត់បាននៅតែរឹងមាំចំពោះព្រះអង្គដូចជាមេរៀននៅថ្ងៃនេះដែលនិយាយអំពីការធ្វើជាព្រះវិហារដ៏បរិសុទ្ធឲ្យគូបានត្រៀមចិត្តដូចជាស្ដេចដាវីតដែលបានត្រៀមគ្រប់ទាំងអស់ដើម្បីឲ្យសាឡូមោនបានសាងសង់ព្រះវិហារបិតាសូមឲ្យចិត្តពួកកូនបានបន្ទាបហើយលន់តួរាល់ពេលដែលពួកគាត់បានធ្វើខុសហើយនឹងចោះចូលជាមួយនឹងព្រះអង្គព្រះបិតាគុណអរព្រគុណទ្រង់សម្រាប់មេរៀននេះដែលរំលឹកហើយរំលឹកទៀតដែលព្រះអង្គចង់ឲ្យកូនបាននៅជាប់នឹងព្រះអង្គគ្រប់វិនាទីហើយនឹងព្រះពរដែលព្រះអង្គប្រទានមកកូនព្រះបិតាគុណអរព្រគុណទ្រង់សម្រាប់សេចក្តីសប្បុរសសេចក្តីស្រឡាញ់ដែលព្រះអង្គប្រទានមកកូនក្រុមជំនុំកូនសហគមន៍កូនប្រទេសជាកូនសូមបានចម្រើនកម្លាំងដល់កូនព្រះអង្គទាំងគ្រូគង្វាលទាំងចាស់ទុំទាំងថ្នាក់ដឹកនាំគ្រប់ផ្នែកទាំងសមាជិកទាំងចាស់ទាំងក្មេងទាំងប្រុសទាំងស្រីទាំងក្មេងៗទាំងឲ្យពួកគេបាននៅរឹងមាំជំនព្រះឲ្យពួកគេបានក្លាយជាពន្លឺដល់លោកីឲ្យគេបានក្លាយទៅជាអំបិលដែលមានរសជាតិប្រៃអរព្រគុណដល់ព្រះអង្គគួរអធិដ្ឋានថាព្រះវិញ្ញាណបរិសុទ្ធនឹងដឹកនាំពួកកូនសម្រាប់មេរៀននេះឲ្យពួកកូនបានបន្តរឹងមាំជាមួយនឹងព្រះអង្គឲ្យកូនបានឈរនៅលើថ្មដានៅរឹងមាំអរព្រគុណដល់ព្រះអង្គព្រះយេស៊ូវបានមានប្រំទូលថាឲ្យកូននឹងធ្វើជាស្មោះបន្ទាល់ដល់ផែនដីនេះដូចជាស្ដេចដាវីតដែលបានបញ្ចប់ដោយជោគជ័យដោយការទុកចិត្តហើយក្រឡេកទៅមើលព្រះអង្គគ្រប់វិនាទីបិតាសូមឲ្យកូនបានចូលរំមកុំឲ្យធ្លាក់ចុះដោយស្ដេចសាឡូមោននៅពេលចុងក្រោយដែលបានវង្វេងដោយសារតែលោកីបានអូសទាញនោះបិតាគោរពប្រគុណទ្រង់
គុណទុកចិត្តថាព្រះអង្គនឹងឲ្យសេចក្តីជំនឿដូចជាអាប់រ៉ាហាំបានប្រទានមកដល់កូនគ្រប់គ្នាដើម្បីទុំគុំយើងខ្ញុំអាចបន្ទាបខ្លួននៅក្នុងការសាងសង់ព្រះរាជវាំងព្រះវិហារនេះនិងសមាជិកក្រុមជំនុំគ្រប់រូបគ្រួសារទាំងអស់ដែលជាកម្មសិទ្ធិរបស់ក្រុមជំនុំរបស់ព្រះអង្គហើយព្រះបិតាអើយទុំគុំយើងខ្ញុំអធិដ្ឋានសូមឲ្យព្រះសុសៀងព្រះនេតត្រចៀកនិងបេះដូងរបស់ព្រះអង្គបានគង់នៅក្នុងចិត្តរបស់កូនម្នាក់ៗបិតាសូមអនុញ្ញាតឲ្យកូនបានឈរដល់រឹងមាំដោយព្រះគុណសេចក្តីជំនឿដែលព្រះវិញ្ញាណបរិសុទ្ធនឹងដឹកនាំកូនម្នាក់ៗឲ្យក្រឡេកទៅមើលព្រះអង្គគ្រប់វិនាទីប្រយោជន៍ឲ្យកូនអាចបង្កើតផលផ្លែថ្វាយដល់ព្រះអង្គទៅតាមការត្រាស់ហៅតាមពន្ធកិច្ចដែលព្រះអង្គបានរៀបចំបិតាទូលគុំយើងខ្ញុំអរគុណដល់ព្រះអង្គម្ដងហើយម្ដងទៀតចំពោះគ្រប់យ៉ាងដែលព្រះនាមព្រះអង្គនៅសរសើរដំកើងលើកដំកើងដោយសារតែព្រះអង្គជាព្រះលោទាំងព្រះអរគុណដល់ព្រះអង្គបិតាក៏អធិដ្ឋានសូមប្រពោដល់កូនជំនាន់ក្រោយទៀតឲ្យពួកគេបានរឹងមាំគេបានរៀនមើលគំរូតាមស្ដេចដាវីតហើយកូនបានធ្វើជាគំរូតាមដោយស្ដេចដាវីតប្រយោជន៍ឲ្យពុជពងកូនចៅកូនបានដើរតាមតម្រាប់ដូចជាស្ដេចដាវីតដែលព្រះអង្គសពប្រតិហើយនឹងប្រទានព្រះពរដល់បរិបូរណ៍ដល់កូនគ្រប់គ្នាគុណអរគុណទ្រង់គុណថ្វាយគ្រប់ទាំងអស់ដាច់ដល់នៅក្នុងព្រះនាមព្រះអង្គម្ចាស់គឺអង្គព្រះយេស៊ូវគ្រីស្ទអាមែនសូមសរសើរនំកាន់ដល់ព្រះអង្គហើយយើងនឹងជួបគ្នានៅទឹកក្រោយទៀតហើយសូមព្រះប្រទានពរអាមែនហាឡេលូយ៉ាអាមែន